សួស្តីអ្នកទាំងអស់គ្នាសូមជូនរឿងសំណប់ចិត្តម៉ាវីភាគទី2អ៊ីនឆងត្រូវបានច្រានចូលទៅក្នុងបន្ទប់រត់ទ្វារក៏ត្រូវចាក់បិណ្ឌនាងស្ទុះទៅរកទ្វារដែលនៅតែចាប់មូលសោទ្វារទាំងដែលដឹងច្បាស់ទៅហើយថាត្រូវបានចាក់ពីខាងក្រៅលែងខ្ញុំពលលោកគ្មានសិទ្ធិមកខំខាំងខ្ញុំអញ្ចឹងទេលែងនាងសៃផងគូទ្វារផងទោះបីជាមិនបានផលអ្វីក៏គ្រាន់បើជានាងមិនធ្វើអ្វីដែរនាងមើលទៅជុំវិញខ្លួនឃើញតុធ្វើការធំមួយដាក់នៅកណ្ដាលបន្ទប់ទូដាក់ឯកសារពីរទៀតនៅគៀនជញ្ជាំងនិងសាឡុងដ៏ធំមួយដែលអាចយកមកដេកជំនួសក្រែបានស្ថិតនៅជ្រុងម្ខាងទៀតមើលទីនេះប្រហែលជាបន្ទប់ធ្វើការជាបន្ទប់គេភាពស្ងប់ស្ងាត់ធ្វើឲ្យការខ្លាចកាន់តែកើតឡើងវាកាជាទឹកភ្នែកស្រក់ចេញមកនាងអង្គុយទៅលើអិនហាក់ដូចជាអស់កម្លាំងនាងមិនដែលគិតថាខ្លួននឹងមកជួបនឹងហេតុការណ៍បែបនេះទេកាន់តែគិតដល់ទង្វើរបស់ចង្ហីកាន់តែធ្វើឲ្យនាងខ្លាចប៉ាមានរឿងអីទៅខ្ញុំខ្លាចជួយខ្ញុំផងអ៊ំសោកខ្ញុំខ្លាចនាងត្អូនត្អែនៅក្នុងចិនក្រោយពីអ៊ីនឆងទៅនៅកន្លែងដែលសំគូហើយយ៉ុងហីក៏ដើរចូលមកទៅបន្ទប់ទទួលភ្ញៀវក្នុងផ្ទះដែលមានកូនចៅចំណិត3នាក់ឈររងចាំស្រាប់ទៅហើយយ៉ាស៊ីឯងទៅយាមនៅមុខបន្ទប់ក្រោយពីខ្ញុំហាមឲ្យអ្នកណាចូលជាដាច់ខាតបាទឆាគីចាត់ចែងឲ្យមានការយាមកាមឲ្យតឹងរឹងជាងមុនទ្វេដងចំណែកដេវូឯរកមនុស្សដែលទុកចិត្តបានចាំខ្លំមើលអាសូកុំឲ្យរំលងពីភ្នែកអាខ្លាកញ្ចាស់នេះទុកចិត្តមិនបានទេបាទចុះវាយចុះបើវាមិនព្រមប្រកល់របស់ឲ្យយើងវិញនោះដេវូស៊ូវាមិនបារម្ភពីកូនស្រីវាទេអីដេវូយ៉ាស៊ីសួរទៅមិត្តដោយសំឡេងដែលមួម៉ៅគូសំអាបារម្ភប្រកាសជាបារម្ភហើយតែខ្ញុំមិនគិតថាមនុស្សដូចជាគឹមយកបាព្រមប្រកល់របស់ឲ្យយើងងាយៗនោះទេមែនហើយបើវាហ៊ានយករបស់ខ្លាំងៗមកបន្លំពួកយើងទៅហើយវាបាច់នឹងព្រមសងរបស់យើងងាយៗនោះសំឡេងរបស់យ៉ាស៊ីបញ្ជាក់ពីការខឹងនៅពេលកដាត់ថ្ងៃដែលត្រូវគឹមយកបាក់បោកុំឲ្យឃើញមុខឲ្យសោះមិនអញ្ចឹងនឹងលេងឲ្យធ្ងន់ដៃមិនខានទេមែនហើយចៅវាយឆាគីនិយាយបន្ថែមខ្ញុំក៏មិនគិតថាវានឹងព្រមឲ្យយើងងាយៗដែរខ្ញុំជឿជាក់ថាប្រកាសជាមានមនុស្សនៅក្រៅក្នុងចាំបញ្ជាឲ្យម្នាក់នោះមានអំណាចខ្លាំងល្មមនឹងអស់ទាញឲ្យគិបយកបាក់ហ៊ានក្បត់ខ្ញុំចង់បានមនុស្សនោះជាជារបស់នោះទៅទៀតការភ្នែករបស់យ៉ុងហ៊ីបញ្ចេញពលឺខណៈមើលចេញពីក្រៅបង្អួយដូចនឹងការភ្នែករបស់សត្វកំណែស្វែងរកចំណីខ្ញុំនឹងបោះស្រោមមុខអាចចង្រៃនោះឲ្យបានយ៉ុងហ៊ីបើទ្វារចូលមកចិញ្ចារបស់គេជ្រុញចូលគ្នានៅពេលមើលទៅនារីដែលដេកចំកោងខ្លួននៅលើដីគេដើរចូលទៅជិតហើយអង្គុយចង្ហោម្រាមដៃវែកសុតរបស់នាងដែលបាំងមុខចេញយ៉ាងធ្នោះស្នាមតាក់ភ្នែកនៅប្រឡាក់ពេញថ្ពាល់របស់នាងនៅឡើយប្រហែលជាយំតតែដីលុះហើយគួរឲ្យស្ដាយណាស់ស្រីតូចនេះមិនគួរណាខាត់មកជាកូនរបស់គឹមយកបាសោះគេនិយាយតិចម្នាក់ឯងបើសិនជាគេមិនជួបនាងនៅក្នុងហេតុការណ៍ដោយការពិព្រឹកមិញនោះទេគេនឹងធ្វើចំពោះនាងទន់ភ្លន់ជាងនេះគេនឹងញ៉ាំតិចដោយក៏បីនាងយ៉ាងថ្នមដៃបំផុតប៉ុន្តែនៅពេលដែលធ្វើឲ្យនាងភ្ញាក់នឹងខ្លួនព្រមទាំងរើភ្លាមដែរនៅពេលនាងរើបែបនេះគេក៏កាន់តែបណ្ដឹងដៃព្រោះខ្លាចនាងធ្លាក់គេធ្វើសម្លេងក្នុងបំពុះគោក្នុងន័យធន់ទ្រាំនឹងរពារបស់នាងបើនាងនៅតែមិនជប់ឬខ្ញុំនឹងបោះនាងទៅលើឥឡូវនេះពីគម្រាមរបស់គេបានផលអ៊ីនឆងជប់រើដោយបញ្ជាកម្ពស់របស់គេខ្ពស់បើសិនជានាងធ្លាក់ទៅលើអិនឆ្អឹងអាចនឹងផ្លត់ចេញមកក្រៅក៏ថាបានគិតឃើញបែបនេះហើយដៃរបស់នាងអបកូនរបស់គេដើម្បីការពារខ្លួននាងលឺសំឡេងសោតនៅក្នុងបំពង់កោគេកំពុងតែសើចចំអកឲ្យនាងប្រញាប់ប្រញាល់ខាត់ទៅគៀកនឹងជញ្ជាំងក្រោយពីគេដាក់នាងនៅលើសាឡុងគេឈរអស់កម្ពស់យកដៃអបទ្រង់មើលទៅនាងដោយការភ្នែកនឹងថ្កល់គេឈរនៅមួយកន្លែងមិនកម្ដៅរហូតនាងធន់ថប់នឹងបរិយាកាសបែបនេះលោកមិនបាច់បារម្ភទេទោះយ៉ាងណាក៏ប៉ារបស់ខ្ញុំយករបស់មកសងលោកវិញដែរអ៊ីនឆងនិយាយយ៉ុងហេចង់តែសោតនឹងភាពមិនដឹងខ្ចោះអីរបស់នាងគេឆ្ងល់ក្នុងចិត្តថាគេយកបាក់ដែលមានល្បិចពឹសពោរាប់ពាន់ចម្ពុះហើយអ្វីក៏កូនស្រីរបស់គេបរិសុទ្ធយ៉ាងនេះបើសិនប៉ារបស់នាងមានភេទជាឪពុកគេគួរតែធ្វើបែបនេះលោកក៏មកចោទប្រកាន់ប៉ារបស់ខ្ញុំនាងថាឲ្យនៅពេលគេមើងងាយប៉ានាងភាពភ័យខ្លាចបាត់ក្នុងខ្លួននាងអស់ទៅហើយសពសួរតាមត្រង់ចុះនាងដឹងអ្វីខ្លះពាក់ព័ន្ធនឹងប៉ារបស់នាងដឹងដែរទេថាប៉ារបស់នាងមានមុខរបរជាអ្វីរឿងអីខ្ញុំមិនដឹងនោះប៉ាខ្ញុំប្រកបមុខរបរចំនួននាំចេញនាំចុះពាក្យសម្ដីរបស់នាងធ្វើឲ្យគេផ្ទុះសំណោច
សំឡេងសើចរបស់គេធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងគឺជាមនុស្សល្ងង់ឈប់ភ្លាមមានអីគួរឲ្យចង់សើចទៅស្រីតូចខ្ញុំប្រាប់យកតែបនទីចុះប៉ារបស់នាងចេញចូលបនលបែងដូចជាបង្គន់ខ្ញុំប្រហែលជាមិនបាច់ប្រាប់នាងទេថាគេនាំចូលធ្វើអ្វីអ៊ីនឆុងហាមកនឹងពាក្យសម្ដីរបស់យ៉ុងហ៊ីប៉ារបស់នាងគឺជាអ្នកលេងលបែងដោយញៀនម្នាក់គេមិនដែលធ្វើការអ្វីទេក្រៅពីលេងលបែងប៉ុន្តែមានម្យ៉ាងដែលធ្វើខ្ញុំអត់បំផ្លាញចិត្តមិនបានហេតុអ្វីក៏គេយកបាត់ទៅchấpនាងបានយ៉ាងស្អាតស្អំដូចជាទេពធីតាតែដែលគេក៏ហ្វក់រហូតមិនអាចដោះសាប៊ូឲ្យស្ទះបានយ៉ុងហ៊ីនិយាយមិនតស្រួលប៊ូផងបាត់ដៃរបស់អ៊ីនឆុងក៏ទះមុតរបស់គេឲ្យងាកទៅតាមកម្លាំងដៃលោកគ្មានសិទ្ធិមកនិយាយអាក្រក់ពីបាត់របស់ខ្ញុំទេទោះបីជាគាត់ល្អឬអាក្រក់ក៏ដោយក៏គាត់ជាបាត់របស់ខ្ញុំដែរនាងមើលមុខរបស់គេដោយមិនខ្លាចញើតទោះបីជាខ្លួនរបស់នាងទៅបានយ៉ុងហ៊ីអ៊ំយកមកទប់នឹងដើមទូងហើយក៏ដោយដៃទាំងពីររបស់គេក្តាប់ដៃទាំងសងខាងរបស់នាងអ៊ីនឆុងឈឺរហូតគិតថាឆ្អឹងរបស់នាងបាត់ទៅហើយនាងតែកំភ្លៀងខ្ញុំពីដងហើយក្នុងថ្ងៃនេះគេខិតមកចូលមកចិត្តធ្វើឲ្យច្រមុះស្ទើរតែប៉ះគ្នាខ្ញុំប្រហែលជាទៅបដៅនាងខ្លះហើយឲ្យស្គាល់ពីទោសដែលហេតុតែកំភ្លៀងខ្ញុំនិយាយរួចគេក៏ផ្អប់មាត់របស់គេទៅនឹងមាត់របស់នាងម្ដងទៀតគេមានបំណងសង្កត់ខ្លាំងដើម្បីជាការដាក់ទោសនាងងាកមកទិញហើយខាំបបំមាត់ដើម្បីកុំឲ្យអាដារបស់គេចូលមកក្នុងមាត់របស់នាងបានប៉ុន្តែមានដែរឬដែរយកហ៊ីសុកចិនគេយកដៃច្បាច់ចង្ការបស់នាងរហូតនាងត្រូវព្រមហាមាត់ចុកដាស់របស់គេរាវរកអដារបស់នាងនៅពេលរកឃើញហើយក៏ហាក់ដូចជាមានចិត្តតណាអាចរកអគិសនីរត់ទៅបាញ់ចូលពេញខ្លួនប្រាណរហូតបញ្ឈប់វាមិនឲ្យកម្រើកមិនបានពីការបឺនមាត់ដែលជាការដាក់ទោសកាលពីដំបូងក៏បដូរមកជាការបឺនមាត់ដែលទន់ភ្លន់ហើយនៅពេលដែលទទួលបានរសជាតិដ៏ផ្អែមយ៉ាងជាប់ចិត្តយ៉ុងហ៊ីក៏មិនព្រមដកមាត់ដោយងាយធ្វើឲ្យអ៊ីនឆោដូចជារឹងខ្លួនកាលពីមុននេះប្រែជាទន់ល្មើនៅក្នុងរបងដៃរបស់គេដៃរបស់នាងដែលច្រើនដាំទូគេបែរជាខ្ញាំអើបពេញដៃទាំងពីររីឯដៃយ៉ុងហ៊ីទុកក្នុងរបស់នាងឬក៏លូកចូលទៅក្នុងអាគេធ្ងន់ដោយការពេញចិត្តនៅពេលបានប៉ះនឹងស្បែកមាត់ភៀមរករាជរបស់គេមកប្រជុំគ្នានៅចំណុចកណ្ដាលនៃដងខ្លួនសតនភាពរបស់រាងកាយឡើងកម្ដៅយ៉ាងឆាប់រហ័សគេដកមាត់ចេញពីមាត់របស់នាងមកឈ្មោះតងថ្ពោះក៏ហើយក៏បត់ទៅស្លឹកទៅជានឹងដោយសារតែអារម្មណ៍ររាធ្វើឲ្យគេច្រឡំខាំនាងរហូតនាងកាជាស្នាមក្រហមនៅត្រង់ប៉ាត់អវេនកោដល់មិនបានតឹងចិត្តបាត់ដៃនឹងចង់អណ្ដាតដែលស្ទាត់ជំនាញធ្វើឲ្យអារម្មណ៍របស់នាងស្លាប់ស្រាសំឡេងធ្ងន់ដូចជាមនុស្សចិត្តតែខ្ចត់របស់នាងធ្វើឲ្យគេពេញចិត្តទុកយ៉ុងហ៊ីឈប់ត្រឹងនៅពេលមានសំឡេងគូទ្វារលាន់ឡើងដូចទ្វារក៏ទៅបានបើចវាយសំឡេងអំពាក់របស់អ្នកដែលទៅតែចូលមកមិនអាចនិយាយតទៅចាប់ប្រយោគតែសារតែទស្សនវិជ្ជាដែរនៅចំពោះមុខរបស់គេធ្វើឲ្យគេស្រឡាំងកាំងអស់បន្តិចរួចទៅតាំងស្មារតីឡើងវិញនៅពេលឃើញកៅភ្នែកដែលមើលមកគេដូចជាចង់ឲ្យសាច់ជាជំរាបយ៉ាស៊ីព្រឺសម្បដឹងពីកំហុសរបស់ខ្លួនដែលចូលមកខុសចង្វាសុំទោសចវាយគេម្នាក់បែរក្រោយចេញពីបន្ទប់យ៉ាងលឿនដល់បានភ្លេចនឹងបិទទ្វារវិញអ៊ីនឆោច្រានទ្រុងយ៉ុងហ៊ីឲ្យខិតចេញឆ្ងាយភ្លាមនៅពេលភ្ញាក់ស្មារតីនាងថយក្រោយទៅអែបនឹងជញ្ជាំងដូចមុនដោយងាកខ្លួនទៅមកខាងអង្គុយអោបជង្គង់គេមើលទៅនាងដែលអង្គុយបែរក្នុងដាគេកំពុងតែគិតថាតើគួរតែបន្តសកម្មភាពទៀតដែរទេទើបក៏ឆាប់ចេញពីបន្ទប់នេះមុននឹងមិនអាចគ្រប់គ្រងខ្លួនឯងបានប៉ុន្តែនៅពេលឃើញនាងញ័រខ្លួនអានមកចុះឡើងថ្ងាសផ្អឹបនឹងក្បាលជង្គង់ឃើញតែត្រជីដែលក្រហមងែងរហូតដល់គិតចឹងក៏ធ្វើអារម្មណ៍ដែលពូកញ្ជ្រោលអំបាញ់មិញរលត់បាត់ទៅហើយបើសិនជាគេបន្តទៀតគេច្បាស់ក្នុងចិត្តថាវានឹងក្លាយទៅជាលើដំបូលក្នុងជីវិតរបស់គេដែលប្រើកម្លាំងបង្ខំចិត្តមនុស្សស្រីការស្លាយមុខមាត់មានច្រើនល្មមអាចទប់អារម្មណ៍របស់គេបានគេដកដង្ហើមចូលវែងរួចក្រោកចេញពីសាឡុងនាងស្លៀកខោអាវទាំងអស់នេះសិនចុះខ្វះអីសរសេរទុកមកចាក់ខ្ញុំឲ្យមនុស្សទៅរកមកឲ្យពេលបើកទ្វារនេះនាងនឹងឃើញបន្ទប់មួយទៀតបន្ទប់តក់នៅខាងស្ដាំដៃ20នាទីទៀតនឹងមានមនុស្សនាំនាងទៅញ៉ាំបាយហើយបើនាងគិតចង់រឹងរូសនោះខ្ញុំនឹងជាអ្នកនាំនាងចុះទៅដល់ខ្លួនឯងហើយខ្ញុំនឹងឲ្យនាងញ៉ាំអ្វីផ្សេងជំនួសបាយសំឡេងបើកទ្វាររួចក៏បិទទៅយ៉ាងខ្លាំងអ៊ីនឆុងងើបមកយឺតបេះដូងនាងនៅពេលលោតញាប់នៅឡើយនឹងហេតុការណ៍មុននេះការដាក់ទោសរបស់គេធ្វើឲ្យនាងរំជើបរំជួលបន្តិចទេហើយបែរតែគួរឲ្យអាម៉ាស់បំផុតនោះនាងបែរជាព្រមទៅតាមអ្វីដែលគេដាក់អារម្មណ៍នឹកឃើញបែបនេះហើយឈឺចិត្តណាស់
ខ្ញុំច្បាស់ជាសរសៃប្រសាទមិនខានទេដែលតែប្រឈមមុខនឹងគេដល់ទៅ5ថ្ងៃគិតថានាងក៏ដកដង្ហើមធំទោះបីជាមនុស្សប្លែកមុខនិងគួរឲ្យខ្លាចសម្រាប់នាងប៉ុន្តែគេក៏មិនអាក្រក់អីណាស់ណាដែរមើលតាមរយៈហេតុការណ៍បាញ់មិញបើសិនជាគេលេងមែនទែននាងច្បាស់ជាមិនអាចជំទាស់នឹងគេបានទេនេះប្រហែលមកពីគេទទួលពាក្យនឹងអំសោករួចហើយប៉ុន្តែទោះបីជាបែបនេះក៏ដោយពីពេលនេះទៅនាងគួរតែមើលថែខ្លួនឯងឲ្យល្អបំផុតនិងមិនគួរធ្វើអ្វីដែលជំទាស់ចិត្តគេទេនេះគឺជាដំណោះស្រាយដែលមានរដ្ឋភាពបំផុតសម្រាប់នាងនៅពេលគិតបែបនេះរួចហើយនាងក៏ចុះពីសាឡុងហើយដើរទៅយកថង់ក្រដាសដែលដាក់នៅមុខទ្វារនាងបើឃើញអាវយឺតនិងខោខ្លីពីរកំភ្លេនាងដើរទៅតាមផ្លូវដែលយងហ៊ីប្រាប់អំបត្តិមិញនៅពេលបើកទ្វារបន្ទប់ក៏ឃើញបន្ទប់គេងធំមួយក្រែធំនៅចំកណ្ដាលបន្ទប់មានគ្រឿងសង្ហារឹមតិចតួចដូចជាសាឡុងធ្នើដាក់ឧបករណ៍តន្ត្រីនិងទូរទស្សន៍ដែលចាប់ជាប់នឹងជញ្ជាំងនៅឯជ្រុងម្ខាងទៀតមានទូទឹកកកតូចមួយនិងធ្នើទំនេរនៅក្បែរនោះមានទ្វារពីរវាប្រហែលជាទ្វារបន្ទប់ទឹកនិងទ្វារទូខោអាវហើយវ័យភាគច្រើនមានពណ៌ប្រផេះខ្មៅមើលទៅស៊ីគ្នានេះប្រហែលជាបន្ទប់គេងរបស់យងហ៊ីអាចចាត់ទុកថាគេជាបរិសុទ្ធដែលមានរសនិយមមិនអន់ទីសំឡេងគូទ្វារបន្ទប់បានលឺឡើងនៅក្នុងខណៈពេលដែលនាងកំពុងសត់សក់នៅមុខកញ្ចក់នៅក្នុងបន្ទប់ផ្នែកខាងក្រៅនៃបន្ទប់តាំងម្ចាស់បន្ទប់ប្រហែលជាប្រើកន្លែងនេះសម្រាប់តុបតែងខ្លួនហើយនាងមើលទៅគ្រឿងសម្អាងរបស់បរិសុទ្ធដែលមានមិនសូវច្រើនមកប្រមាណនោះទេអ៊ីនឆោចងសក់ដែលនៅសាមនៅឡើយហើយដើរចេញទៅសុំអញ្ជើញអ្នកនាងទៅញ៉ាំបាយយ៉ាស៊ីលួចសង្កេតមើលអ៊ីនឆោដែលពាក់អាវយឺតទលុងនិងខោខ្លីលើជង្គង់មុខដែលមិនប្រើគ្រឿងសម្អាងសម៉ត់ដូចជាស្បែកកូនក្មេងសក់វែងស៊ីគ្នានឹងទម្រង់មុខរបស់នាងមើលទៅគួរឲ្យស្រឡាញ់ណាស់ឡប់ហើយអាចាគីប្រាប់ថានាងអាយុ22ឆ្នាំតែមើលទៅនាងមិនគួរណាលើសពី18ឆ្នាំទេឬក៏ចៅហ្វាយខ្ញុំបដូររសនិយមមកចូលចិត្តក្មេងហើយយ៉ាស៊ីគិតខណៈដែលគេបើកទ្វារចូលទៅដើម្បីយកសម្លៀកបំពាក់ដែលចៅហ្វាយបញ្ជាឲ្យយកទៅឲ្យអ៊ីនឆោក្រៅពីចេញពីបន្ទប់របស់យ៉ងហ៊ីគេក៏ទៅចៅហ្វាយសម្លក់ដែលសារតែចូលទៅខុសចង្វាក់គេមិនដែលឃើញហេតុការណ៍បែបនេះពីមុនមកនោះទេគេនឹងគ្នាម្នាក់សុទ្ធតែធ្លាប់ឃើញចៅហ្វាយនឹងស្រីរបស់គេថានៅក្នុងស្ថានភាពបែបនេះរត់មិនអស់រកខ្លាចជារឿងធម្មតាទៅហើយប៉ុន្តែការពេលល្ងាចមិញនេះគេបែរជាទៅចៅហ្វាយទាត់ប៉ុន្តែគេមិនដកចិត្តនឹងការទាត់របស់ចៅហ្វាយប្រមាណនោះទេព្រោះវាមិនឈឺគ្រាន់តែមិនចម្លែកចិត្តនឹងទង្វើរបស់ចៅហ្វាយមិនបានមិនតែប៉ុណ្ណោះចៅហ្វាយរបស់គេថែមទាំងបញ្ជាទៀតថាបើគេមិនអនុញ្ញាតឲ្យចូលបន្ទប់ទេយ៉ាស៊ីគ្មានសិទ្ធិបើកទ្វារចូលទៅជាដាច់ខាតហើយឲ្យប្រាប់គ្នាឲ្យដឹងថែមទៀតផងអ្នកដែលឈររងចាំនៅមុខទ្វារនាងចាំបានថាគេគឺជាម្នាក់ក្នុងចំណោម3នាក់ដែលប្រើកម្លាំងបាយយ៉ាងកាយសាហាវកាលពីព្រឹកមិញនេះនាងដើរតាមគេទៅយ៉ាងស្ងៀមស្ងាត់ព្រមទាំងសង្កេតមើលផ្ទះនេះផងដែរផ្ទះនេះធំគួរសមនៅជាន់ខាងក្រោមគឺជាផ្សារធំទូលាយមួយនិងមានបន្ទប់ជាច្រើនមកទៅផ្ទះទាំងមូលមានការយាមកាងតឹងរឹងដែលនៅមាត់ទ្វារចូលមានបរិសុទ្ធឈុតខ្មៅពីរនេះហើយបន្ទប់ដែលនាងដើរកាត់ក៏មានបរិសុទ្ធឈុតខ្មៅដែរចូលមកដល់ក្នុងបន្ទប់ក៏ឃើញតុបាយនៅចំកណ្ដាលអ៊ីនឆោដកដង្ហើមធំមើលទៅផ្លូវដែលនាងនឹងកិច្ចរួយដូចជាងងឹតណានាងក្លែកមើលទៅម្ហូបអាហារដែលរៀបចំលើតុនៅពេលឃើញថារៀបចំសម្រាប់តែមនុស្សម្នាក់នាងក៏ធូរចិត្តបញ្ជាក់ថានាងមិនចាំបាច់ប្រឈមមុខនឹងយ៉ងហ៊ីចាំរកផ្លូវរត់ពេលក្រោយចោលអញ្ជើញតាសម្រុះយ៉ាស៊ីនិយាយដោយខិតកៅអីឲ្យរួចថយ3ចំហៀនឈរនៅចំហៀនខ្លួនរបស់នាងអរគុណហើយនាងនិយាយតិចជាញញឹមយ៉ាស៊ីឆ្លួនចិញ្ចាំដល់ផ្លែចិនឬក៏ញ៉ាំដាក់ទៅវិញប៉ុន្តែគេបិទមាត់ឈប់ញ៉ាំភ្លាមដូចជាទៅតែនឹកឃើញអ្វីម្យ៉ាងកាយវិការរបស់គេធ្វើឲ្យនាងថមថយការភ័យខ្លាចបានខ្លះដែរមកទៅម្ហូបអាហារដែលនៅចំពោះមុខហើយអ៊ីនឆុងក៏មានអារម្មណ៍ឃ្លាមព្រោះពេញមួយថ្ងៃនេះនាងញ៉ាំបានត្រឹមតែនំបន្តិចបន្តួចនៅលើយន្តហោះរហូតមកដល់ពេលនេះម៉ោង8ជាងទៅហើយនាងនៅមិនទាន់មានអីចូលពោះនៅឡើយទេការឃ្លានធ្វើឲ្យនាងញ៉ាំអាហារស្ទើរតែអស់គ្រប់មុខធ្វើឲ្យយ៉ាស៊ីមើលទៅនាងដូចជាការឆ្ងល់ប្លែកដែរញ៉ាំមិនខ្លាចថត់សោះក្រោយពីឆ្អែតហើយអារម្មណ៍របស់នាងក៏មិនសូវតប់រមាស់នាងមើលទៅចានដែលដតេនៅចំពោះមកហើយញ៉ាំអៀនដាក់យ៉ាស៊ីឆ្ងាញ់ណាស់ខ្ញុំញ៉ាំឡើងអស់រលែងតែម្ដងមិនអីទេនិយាយអញ្ចឹងអ្នកនាងញ៉ាំមិនខ្លាចថត់ទេឬខ្ញុំថតឃើញតែស្រីអង្គុយហិតក្លិនបាយជាជាងញ៉ាំវាយ៉ាស៊ីនិយាយទៅតាមចរិតមនុស្សដែលមិនចូលចិត្តមានអ្វីនៅក្នុងចិត្តធ្វើឲ្យអ៊ីនឆុងសោកនឹងពាក្យសម្ដីដែលប៉ិនប្រៀបធៀបរបស់គេស្រីមិនដូចគ្នាទេតែមានម្យ៉ាងដែលដូចគ្នាអ្វីទៅ
យ៉ាស៊ីសួរដោយការចង់ដឹងសេសសុទ្ធតែចង់ស្អាតនៅក្នុងការផ្លែរបស់បរោះជាពិសេសចំពោះបរោះដែលនាងស្រឡាញ់ប្រហែលជាអញ្ចឹងមែនហើយព្រោះសេសរបស់ចៅវាយម្នាក់មុននឹងពួកគេញ៉ាំអីគិតឲ្យគិតទៀតឬមិនអញ្ចឹងទេក៏មកញ៉ាំបានតែមួយបាត់ក៏ទុកឲ្យឆ្កែស៊ីទាំងអស់ហើយនៅសក់ចាស៊ីក៏ឈប់និយាយពេលនឹកឃើញថាខ្លួនឯងនិយាយច្រើនពេកហើយជាពិសេសរឿងរបស់ចៅវាយអ៊ីនឆោនៅតែមើលម៉ូដរបស់គេដូចជាកពូររងចាំស្ដាំបាននាងឆ្អែតហើយអញ្ជើញទៅបន្ទប់វិញយ៉ាស៊ីក្រហែមឬក៏លាដៃអញ្ជើញជាការបញ្ជាក់ឲ្យនាងដឹងថាបញ្ចប់ការសន្ទនាត្រឹមនឹងនាងក្រោកឡើងយឺតងាកមករញឹមដាក់គេម្ដងទៀតអរគុណហើយដែរកំដរខ្ញុំនិយាយយ៉ាស៊ីក្រហែមបន្តិចហាក់ដូចជាមានអ្វីជាប់នៅក្នុងបំពង់កោទូក៏ធ្វើមុខមកដើរតាមនាងទៅគេបិទទ្វារក្រោយពីអ៊ីនឆោចូលទៅក្នុងបន្ទប់រួចរាល់ហើយក៏ដើរមកអង្គុយនៅសាឡុងនៅមុខបន្ទប់ចុចបាល់ទូរទស្សន៍មើលបងយ៉ាស៊ីផឹកកាហ្វេដែរទេយ៉ាស៊ីងាកទៅតាមសំឡេងក៏ឃើញកូនចៅកាន់កាហ្វេមកពីកែវនឹងឲ្យគេមួយកែវអរគុណហើយឯប្រឌិតមើលជុំវិញឃើញមានស្ដាប់ធ្នាប់ល្អដែរទេបាទខ្ញុំឲ្យមនុស្សទៅយាមនៅមុខទ្វារបន្ថែមទៀតហើយចំណែកទ្វារក្រៅខ្ញុំបន្ថែមកាមេរ៉ាមួយទៀតរួចឲ្យមនុស្សចាំខ្លុំមើលល្អអិនចឹងមួយរយៈនេះយើងត្រូវប្រយ័ត្នប្រយែងឲ្យមែនទេកុំឲ្យផ្លាស់ភ្លាំងជាដាច់ខាតបាទនិយាយអញ្ចឹងផ្សេងម្នាក់នោះគឺជាមនុស្សពិសេសឬកូនចៅរបស់គេសួរដូចងាកមើលទៅទ្វារបន្ទប់គេរបស់ចៅវាយយ៉ាស៊ីមើលតាមក្រៅពីជេស៊ូកូនសិស្សរបស់តកែចិនចៅវាយរបស់គេមិនដែលនាំស្ទេណាមកផ្ទះនេះឡើយដល់ថ្នាក់ជេស៊ូដែលជាអ្នកពិសេសជាណាហើយនាងនៅមិនដែលបានចូលទៅឃើញបន្ទប់គេរបស់ចៅវាយគេផងបាននិយាយឲ្យត្រូវមែនទេគឺគ្មានឱកាសសំបីតាឡើងមកជាន់ទី2ប៉ុន្តែចំពោះនារីម្នាក់នេះអ្នកដូចជាចំណាត់ខ្មាំងបាយជាចូលទៅគ្រប់គ្រងនឹងធ្វើជាបន្ទប់ផ្ទាល់ខ្លួនទៅវិញមិនឲ្យកូនចៅផ្លែកចិត្តមិននឹងបានប្រហែលជាអញ្ចឹងហើយសង្ស័យតែចៅវាយចូលចិត្តខ្លាំងហើយតែបានជានាំមកនៅជាមួយស្អីស្អាតណាខ្លះដែលមិនចូលចិត្តខ្ញុំមិនតបានឃើញផងតែចុងលីវាប្រាប់ថាស្អាតណាស់ហើយថែមទាំងក្មេងទៀតផងអារឿងស្អាតវាពិតមែនហើយតែមិនមែនក្មេងទៀតទេអាយុ22ហើយអញ្ចឹងអាចុងលីវានិយាយថាប្រហែលជាមិនលើស18អាចុងលីវានិយាយនេះដើម្បីចៅវាយចូលគុកហើយអានឹងសំតែតតមែនខ្ញុំស្មានតែចៅវាយបដូររសនិយមបែរមកចូលចិត្តក្មេងតាមធម្មតាឃើញបណ្ដាតែស្រីសិកស៊ីដើមធំយ៉ាស៊ីស្មៃឃើញរូបភាពស្រីរបស់ចៅវាយយ៉ាងច្បាស់រួចក៏រញឹមហាក់ដូចជាគិតអ្វីម្យ៉ាង